វិជ្ជាសួរលោកគ្រូយើងបានដឹងថាសេវាព្យាបាលដោយចលនាវាជាផ្នែកមួយនៃសេវាស្ដារលទ្ធភាពពលកម្មវិទ្យាសាស្ត្រស្ដារកាយសម្បទានិងស្ដារលទ្ធភាពពលកម្មហើយក៏ជាផ្នែកមួយដ៏សំខាន់ក្នុងប្រព័ន្ធផ្ដល់សេវាសុខាភិបាលដែរក្នុងនាមលោកគ្រូជាគ្រូពេទ្យព្យាបាលដោយចលនាតើលោកគ្រូមានបេសកកម្មដោយមិនដែរខ្លះក្នុងការព្យាបាលអ្នកជំងឺនោះបាទក្នុងនាមខ្ញុំជាគ្រូពេទ្យព្យាបាលដោយចលនាគឺយើងផ្ដោតលើការជំរុញធ្វើយ៉ាងណាឲ្យមានសក្តានុពលចលនាជាអតិបរមាក្នុងរង្វង់ទប់ស្កាត់ព្យាបាលនិងស្ដារនីតិសម្បទាដើម្បីធ្វើឲ្យប្រសើរឡើងនូវសុខភាពសមត្ថភាពរបស់អ្នកជំងឺអ្នកពិការដើម្បីធានាបាននូវការកាត់បន្ថយពិការភាពរបស់គាត់